ហើយភីណាសម្លឹងទៅឃើញភាគរយនៃការពេញចិត្តរបស់គេឡើងដល់ទៅ7%រ៉េណូឃើញនាងឈរសម្លឹងមកកាន់គេបែបនេះគេក៏សួរថាតើនាងសម្លឹងមើលអីហើយនាងមកធ្វើស្អីនៅទីនេះភីណាតបគ្រាន់តែដើរលេងប៉ុណ្ណឹងឯងរ៉េណូលឺនាងនិយាយបែបនេះក៏ញញឹមឡើងហើយក៏និយាយចាក់ដើរទៅកាន់ភីណាថាអញ្ចឹងនាងគ្រាន់តែដើរលេងហើយដើរចំកន្លែងដែលជញ្ជាំងមានរន្ធមួយពិតជាចៃដន្យមែនភីណាធ្វើជាមិនដឹងសួរទៅកាន់រ៉េណូថាអញ្ចឹងហេតុអីបានជាលោកនៅទីនេះគេតបថាកន្លែងវឹកហាត់នៅត្រង់នោះនាងឃើញទេខ្ញុំកំពុងតែត្រឡប់ទៅវិញព្រោះខ្ញុំវឹកហាត់រួចហើយគេនិយាយបណ្ដាព្រមទាំងទាញឲ្យយកមកជូតញីផងដែរដល់ភីណាឈរសម្លឹងទៅកាន់គេគិតថារាងកាយគេស្អាតល្អណាស់ហើយមុខមាត់គេក៏សង្ហាទៀតពិតជាស័ក្តិសមជាតួអង្គក្នុងកែមែនភីណាឃើញគេធ្វើទុកមុខបែបនេះនាងក៏សួរទៅកាន់គេថាយ៉ាងម៉េចគេមានអ្វីចង់និយាយទៀតមែនទេរ៉េណូគេតបថាគ្មានស្អីទេរួចភីណាក៏ប្រាប់ទៅកាន់គេថាអញ្ចឹងលោកទៅផ្លូវរបស់លោកខ្ញុំនឹងទៅផ្លូវរបស់ខ្ញុំវិញរ៉េណូក៏និយាយឡើងថាកុំគិតអ្វីផ្ទៃផ្ដាស់អសោះតានាងភ្លេចហើយមែនទេថានាងធ្លាប់បាក់ជើងម្ដងដោយសារតែនាងឡើងលើជញ្ជាំងព្រោះតែចង់ទៅលេងបិទពួនជាមួយពួកខេងទាំងនោះចឹងហើយបានជាពួកយើងធ្វើជញ្ជាំងឲ្យវាកាន់តែខ្ពស់ថែមទៀតនោះអីនាងហួចចិត្តនឹងភីណាអញ្ចឹងតើបាត់ជញ្ជាំងនឹងខ្ពស់មកខ្ពស់ហើយភីណាប្រកែកថានាងមិនបានគិតបែបហ្នឹងទេគេប្រាប់ទៅកាន់នាងទៀតថាគ្រាន់តែទៅសុំកណញ្ញាថាចេញតាមទ្វាររបងទៅគម្រត់ទៅរត់មកនាំទៅឲ្យគេស្ដីឲ្យតែភីណានាងនៅតែប្រកែកចឹងរ៉េណូគេក៏ប្រាប់ថាធ្វើតាមតែចិត្តនាងចោះចឹងស្របពេលនាងកំពុងតែឈរកាត់ស៊ីស្តង់ក៏បានលោកបង្ហាញមកសួរថាតើនាងទៅដើរលេងក្នុងពិធីបុណ្យជាមួយរ៉េណូដែរឬទេបើសិននាងចូលរួមនាងទទួលបាន3%បន្ថែមរួមទាំងវត្ថុសម្ងាត់ផងដែរភីណាក៏ក្នុងចិត្តថាស្អីគេឲ្យនាងទៅដើរលេងមួយប៉ិតហ្នឹងហើយភាគរយកើនទៅ3%ទេនាងសូមបដិសេធហើយព្រោះតែស្លាប់ដោយសារកម្មវិធីពិសេសស្អីហ្នឹងច្រើនដងមកហើយគេគិតថានាងចង់ទៅចូលរួមព្រោះតែចង់សប្បាយមែនទេភីណានឹកទៅដល់សម្ដីរ៉េណូប្រាប់ថាកុំឲ្យធ្វើអ្វីផ្ដេសផ្ដាសសោះហើយកំពុងមនុស្សយើងចឹងមែនអីដែលគេកាន់តែហាមកាន់តែចង់ធ្វើថែមភីណាយើងនឹងក៏ចង់កម្រាបពុកជាមួយនឹងកណាត់ផ្សេងទម្លាក់ចំមកតាមអួយដល់ចង់ជាប់ជាមួយនឹងក្រែហើយនាងក៏ទទួលបានខ្សែកាតេមួយពីអ្នកកញ្ញាដែលមិនទាន់ដាក់ចំនួនទឹកប្រាក់នៅលើនោះរួចនាងក៏យកលុយមកមួយចំនួនដែរហើយរឿងនៅសល់ត្រូវចោះទៅក្រោមដោយសុវត្ថិភាពតែដល់មើលទៅក្រោមដូចជារៀងខ្ពស់បន្តិចហើយនាងបដិញ្ញាចិត្តថាខ្ញុំប្រកាសជាអាចធ្វើបាននឹងហើយបានមែនតាបានពាក់កណ្ដាលផ្លូវនឹងឯងព្រោះតែខ្សែនឹងវាខ្លីពេកភីណាចាប់ផ្ដើមស្រែកមកហើយតែនាងគួរធ្វើយ៉ាងម៉េចទៅបើលោតចុះទៅវានឹងធ្វើឲ្យមានសំឡេងហើយវាក៏ខ្ពស់ណាស់ទៀតនាងគឺមិនហ៊ានទេរ៉េណូឮសំឡេងចម្លែកក៏បើកអួចមកឃើញសួរថាតើនាងកំពុងធ្វើស្អីហ្នឹងនាងមិនបានតបទេក៏សួរទៅកាន់គេវិញថាហេតុអីបានជាគេនៅទីនេះរ៉េណូហួចចិត្តសួរតានាងឈ្គួតឬយ៉ាងម៉េចនឹងបន្ទប់របស់ខ្ញុំនៅក្រោមបន្ទប់របស់នាងហ្នឹងហើយគេកែងយោបល់ហើយសួរតានាងចង់រត់ចេញពីផ្ទះឥឡូវហ្នឹងមែនទេនាងតបថាខ្ញុំគ្រាន់តែចង់ចេញទៅលេងក្រៅបន្តិចប៉ុណ្ណោះឮអញ្ចឹងគេលង្កែមកចឹងក្មេងស្រីអាយុប្រហែលនាងសម័យនាងចង់ចេញទៅលេងខាងក្រៅទៅតែផ្លោះតាមជញ្ជាំងចឹងមែនលៀវនោះខ្សែក៏ចាប់ផ្ដើមចង់របូតទៅធ្វើឲ្យភីណានាងស្រែកឡើងរ៉េណូឃើញបែបនេះគេក៏ស្ទុះចេញទៅក្រៅមកអួយហើយប្រាប់ថាលេងដៃទៅហើយលោតមកខាងនេះមកខ្ញុំនឹងចាប់នាងគិតក្នុងចិត្តថាមិននឹងអាចជឿជាក់លើលោកបានទៅឃើញនាង sister គេក៏សួរថាឬមួយក៏នាងចង់ចាប់លើនឹងនាងស្រែកប្រាប់ទៅកាន់គេថាលោកមិនអាចផ្លោះស្នៀតបានទេណាលោកទៅចាប់ខ្ញុំឲ្យបានភីណាលេងដៃទម្លាក់ខ្លួនចំមកក្រោមថែមទាំងបិទភ្នែកចិត្តហើយនាងក៏ធ្លាក់មកចូលក្នុងរបងដៃរបស់រ៉េណូគេក៏និយាយឡើងថាចាប់បានហើយភីណាសូមឲ្យគេដាក់នាងចុះក្រោមរៀបចំខ្លួនរួញប្រុងដើរចេញរ៉េណូក៏សួរថាតើនាងចង់ទៅណានាងធ្វើដូចជាគ្មានរឿងអ្វីសោះប្រឡាកាន់គេថាគ្រាន់តែចង់ដើររ៉េណូតបបើនាងនៅតែយកលេបពីរឿងនេះទៀតគេនឹងទៅប្រាប់លោកប៉ាហើយភីណាក៏ក្នុងចិត្តថាយ៉ាងហោចនឹងអ្នកដែលចាប់នាងបានមិនមែនជាតារីក៏និយាយតាមត្រង់ថាខ្ញុំចង់ទៅពិធីបុណ្យជាតិគេសួរថាហេតុអីបានជានាងចង់ទៅនៅពេលយប់បែបនេះនាងតបថានាងមានហេតុផលរបស់នាងចឹងគេមិនចាំបាច់មកបារម្ភទេដរិចនិយាយបន្តថាដោយគ្មានអង្គរៈអញ្ចឹងទេតើនាងមានដឹងទេយប់បែបនេះវាគ្រោះថ្នាក់ណាស់តើភាពក្លាហានរបស់នាងបានមកពីណាភីណាក៏និយាយឡើងថារ៉េណូខ្ញុំអរគុណហើយសម្រាប់ការព្រួយបារម្ភរបស់លោកប៉ុន្តែរឿងរបស់ខ្ញុំជាអ្នកដោះស្រាយដោយខ្លួនឯងលោកមិនចាំបាច់មកលូកដៃនោះទេក្រៅពីរឿងក្នុងគ្រួសារគេនិយាយកាន់ចឹងខ្ញុំនឹងទៅជាមួយនាងក្នុងនាមជាអង្គរៈហើយក៏ចាប់ទុកដូចជាគ្រួសារផងដែរតោះទៅខ្ញុំមិនប្រាប់លោកប៉ាទេភីណាកែងនឹងទៅវើរបស់គេសួរថាប៉ុន្តែលោកមិនចូលចិត្តខ្ញុំផងហេតុអីគេស្រែកឡើងអ្នកណាថាគឺនាងនឹងហើយដែលថាស្អប់ខ្ញុំរាប់រយពាន់ដងនោះភីណាថាសញ្ញាគេស្ងាត់និយាយខ្សឹបថាហេតុអីក៏លោកចាំបាច់ស្រែកលើបែបនេះហើយឆ្ងល់ថាខ្លួននាងនិយាយចឹងតាំងពីកាលគេតបមិនខ្វល់ទេមិនថានាងកាត់អ្វីទេគេនឹងទៅជាមួយនាងទោះបីជានាងពេញចិត្តឬមិនពេញចិត្តក៏ដោយលៀននោះ system ក៏លោតមកទៀតហើយគ្មានមធ្យោបាយទេនាងមានតែយកប្រងពួកគេទាំងពីរនាក់រៀននឹង
លួចចេញតាមរូនឆ្កែទៅហើយភ្លាមនោះសម្លេងឲ្យធ្លាប់ស្គាល់ក៏បានបន្លឺឡើងតែពីអ្នកឯងចង់ទៅណាទាំងកណ្ដាលយប់បែបនេះហើយណែក៏ក្នុងចិត្តថាចាប់ហើយសារនេះមិនដឹងចេញទៅរួចអត់ទេរេណូឆ្លើយថានាងចង់ទៅពិធីបុណ្យជាតិចឹងគេសម្រេចចិត្តទៅជាមួយនាងកុំឲ្យនាងមានបញ្ហាដរិចតបតាមច្បាប់អភិជនម្នាក់ត្រូវមានអង្គរៈ2នាក់ចឹងហើយខ្ញុំនឹងទៅជាមួយអ្នកទាំងពីរដែររេណូលួមកថាវាពិតជាគួរភ្ញាក់ផ្អើលមែន System ក៏បានបង្ហាញមកទៀតហើយនាងពេលនេះយំកំចេញសើចកំចេញបានត្រឹមគិតក្នុងចិត្តថាចង្រៃមែនហើយនៅក្នុងពិធីមហាស្រមពិតជាអ៊ូអរណាស់រេណូសួរថាក្រែងនាងម្ដាយលេងនៅពិធីបុណ្យមហាស្រមមិនចឹងហេតុអីក៏នាងមិនសុំឲ្យពួកយើងទីអ្វីឲ្យនាងតែម្ដងទៅហើយណែក៏ក្នុងចិត្តថាខ្ញុំមិនមែនមកជាមួយអ្នកនឹងពីរព្រោះតែចង់នោះទេហើយនាងគឺជាបញ្ហាព្រោះនាងមិនដឹងថាទៅរកអីគ្នាណែភ្លាននងរេណូគេក៏ប្រតិភ្នែកនឹងអ្វីមួយក៏ទាញដៃភីណែទៅគេប្រកាន់ភីណែថាមើលទៅពួកវាល្អណាស់មួយណែនាំថាផលិតផលរបស់គេនាំចូលវិភាគខាងកើតភីណែប្រកែកគ្នាជាមួយរេណូសួរថាហេតុអីក៏គេនាំនាងមកទីនេះគេប្រតិកាន់នាងថាស្ដាប់តាមគេទៅឬមួយទៅដែលរែងគេចោលរននឹងខ្សែដៃមួយឈ្មោះណែនាំថាវាគឺជាប្រភេទត្បូងកម្រមកពីភូមិភាគខាងកើតភីណែឃើញបែបនេះក៏ក្នុងចិត្តថាត្បូងនោះមើលទៅដូចជាពណ៌ស្រស់របស់នាងណាយ៉ាងណាគេទិញវាក៏មិនមែនសម្រាប់នាងដែរភីណែសួរថាលោកនឹងចេញលើខ្ញុំមែនទេចឹងខ្ញុំចង់បានមួយនេះហើយកាំងទាំងអ្នកលួងទាំងអ្នកទិញសួរថាប៉ិតមែនទេនាងតថាត្រូវហើយមួយនេះហេតុអីទៅព្រោះតែរបាំងមុខនឹងវាថោកពេករេណូក៏ស៊ើបសួរភីណែថាតើនេះមិនត្រូវអាគមខ្មែរគេឬមើលទៅវង្វេងអត់គេសួរបញ្ជាក់តកានាងថានាងពិតជាចង់បានមួយនឹងមែនទេភីណែតថាប្រកាសណាស់ហើយមើលគេចេញលុយទាំងសង្ស័យនាងគឺក្នុងចិត្តថាព្រោះតែខ្ញុំមានគម្រោងសម្រាប់វាហើយលៀមនងសម្លេងអ៊ូអររបស់ហ្វូងមនុស្សលឺពីចម្ងាយភីណែមើលទៅឃើញហ្វូងមនុស្សកាន់តែកើនឡើងក៏សួរថាតើនាងជាសម្លេងអ្វីដេរ៉េកតបថានេះគឺជាសម្លេងនៃការចាប់ផ្ដើមគួរនឹងហែ